នេះជាអ្វីដែលចែកចម្លែកពីខ្ញុំទៅសម្រាប់ការត្រៀមខ្លួននៅក្នុងការទទួលយកនៅឆ្នាំ2026ព្រោះអ្នកនរអាចបានដឹងព័ត៌មានខ្លះៗថាឆ្នាំ2026ក៏ជាឆ្នាំមួយដែលប្រកួតប្រជែងសម្រាប់ខ្លួនឯងក៏ដូចជា challenge សម្រាប់យើងទាំងអស់គ្នាដូចគ្នាដែរអញ្ចឹងដើម្បីយើងត្រៀមខ្លួននៅក្នុងឆ្នាំ2026ឲ្យយើងដើររលូនទៅមុខទោះបីជួបឧបសគ្គអ្វីក៏យើងអាចឆ្លងផុតទៅបានអញ្ចឹងខ្ញុំមាន3ចំណុចដល់គ្នាដើម្បីត្រៀមខ្លួនទី1គឺតាក់ទងជាមួយនឹងការរក្សាផ្លូវចិត្តឲ្យបានល្អឆ្នាំ2026នេះគឺតាក់ទងជាមួយនឹងឆ្នាំភ្លើងយកក៏9ក៏ភ្លើងតាក់ទងជាមួយនឹងឆ្នាំមមីនេះក៏មមីភ្លើងដូចគ្នាអញ្ចឹងភ្លើងទៅនឹងភ្លើងគឺវាតែងតែក្តៅហើយអញ្ចឹងអ្វីដែលយើងត្រូវធ្វើគឺយើងត្រូវរក្សាផ្លូវចិត្តខ្លួនឯងឲ្យបានល្អឲ្យខ្លួនឯងចេះអត់ធ្មត់ឲ្យបានច្រើននៅពេលដែលមានការខំលំបាកទៅលើរឿងអ្វីមួយយើងត្រូវតែចេះរក្សាផ្លូវចិត្តយើងឲ្យបានល្អកុំឆាប់ឆេវឆាវកុំទៅធ្វើអ្វីតាមកំហឹងចិត្តរបស់យើងដែលយើងខឹងណាអញ្ចឹងត្រូវរក្សាផ្លូវចិត្តខ្លួនឯងបានល្អចំណុចទី2អ្វីដែលយើងកាន់ចិត្តនឹងធ្វើហើយកុំយកពាក្យសម្ដីអ្នកដទៃមកដាក់ទុកក្នុងចិត្តខ្លាំងពេកហួសពីអ្វីដែលយើងបានគិតទុកពីព្រោះដោយសារការងារមួយដែលយើងធ្វើអញ្ចឹងតែងតែយើងបានគិតគូរហើយអញ្ចឹងកុំឲ្យពាក្យសម្ដីណាដែលបំបាក់ទឹកចិត្តយើងមកធ្វើឲ្យការងាររបស់យើងអាចទៅមុខបានអញ្ចឹងពាក្យសម្ដីរបស់អ្នកផ្សេងយើងស្ដាប់បានប៉ុន្តែបើសិនជាស្ដាប់ទៅវាទៅជារឿងមួយដែលមិនល្អឬក៏ធ្វើឲ្យយើងអត់សុខចិត្តឬក៏ធ្វើឲ្យការងាររបស់យើងមិនបានទៅមុខខ្ញុំគិតថាគួរតែមិនចាំបាច់យកមកដាក់ក្នុងចិត្តចំណុចទី3គឺត្រូវមើលថែខ្លួនឯងឲ្យបានល្អហើយស្រឡាញ់ខ្លួនឯងឲ្យបានច្រើនមិនថាតែរូបរាងខាងក្រៅឬក៏ផ្លូវចិត្តខាងក្នុងទេទាំងអស់គ្នាត្រូវតែស្រឡាញ់ខ្លួនឯងឲ្យបានច្រើនមើលថែខ្លួនឯងឲ្យបានច្រើនផ្ដល់តម្លៃក៏ដូចជាផ្ដល់ពេលវេលាឲ្យខ្លួនឯងឲ្យបានច្រើនពីព្រោះដោយសារនៅពេលដែលយើងអាចស្រឡាញ់ខ្លួនឯងឲ្យបានច្រើនទៅធ្វើឲ្យផ្លូវចិត្តរបស់យើងរឹងមាំយើងអត់ឆាប់ឆេវឆាវយើងអត់ឆាប់ខឹងទេអញ្ចឹងខ្ញុំសង្ឃឹមថា3ចំណុចនេះគឺជាចំណុចដែលអ្នកនរអាចត្រៀមខ្លួនសម្រាប់ឆ្នាំ2026បានហើយសង្ឃឹមថាឆ្នាំ2026នេះគឺជាឆ្នាំមួយដែលយើងអាចឆ្លងពេលវេលាទាំងអស់នេះល្អទៅជាមួយគ្នាហើយអាចសម្រេចនូវគោលដៅដែលយើងបានដៅរៀងៗខ្លួនឲ្យបានជោគជ័យ